លោកខេ01ចេញវីដេអូសុំទោសភ្លាមៗក្រោយសម្ដេចតេជោចេញសារទាំងយប់កាលពីរាត្រីថ្ងៃទី20ខែតុលាឆ្នាំ2025លោកខេ01បានចេញវីដេអូសុំទោសទាំងយប់បន្ទាប់ពីសម្ដេចតេជោចេញសារឲ្យបញ្ឈប់បន្ទាន់នៅករណីមួយនេះពាក់ព័ន្ធនឹងករណីដែល K01 សុំទោសនោះនៅយប់ថ្ងៃទី20ខែតុលាឆ្នាំ2025សម្ដេចតេជោបានធ្វើការបង្ហោះសារជាបន្ទាន់មួយនៅលើគណនី Page ផ្លូវការរបស់សម្ដេចដែលមានខ្លឹមសារថាខ្ញុំទើបបានឃើញវីដេអូដែលមានរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោក K01 តាក់ទងដល់ការធ្វើពិធីការឈប់ប្រើប្រាស់ទំនិញថៃខ្ញុំពិតជាមានការខកចិត្តចំពោះទង្វើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោក K01 តែម្ដងការដុតចោលទំនិញថៃការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោបានបន្តទៀតថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពិធីការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ99%ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬក៏បងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសេសសល់តើពួកគាត់យកទៅណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញប្រសិនបើ K01 មានប្រាក់សូមយកទៅទិញទំនិញដែលពួកគាត់នៅសេសសល់ទាំងនោះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដោយ K01 បានធ្វើដែលមាននៅក្នុងវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតកុបទៅចោលខ្ញុំសូមឲ្យ K01 បញ្ឈប់សកម្មភាពបែបឈួតនេះជាបន្ទាន់និងសូមចូលរួមពង្រឹងតម្លៃសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ